នេះជារឿងរ៉ាវគូស្នេហ៍មួយគូដែលបានឆ្លុះបញ្ចាំងពីភក្តីស្នេហ៍ដែលទទួលបានពរជ័យពីមាតាបិតាចាស់ទុំទាំងសងខាងតាមប្រពៃណីខ្មែរហាក់ដូចជាគូស្នេហ៍ទេវតាចារមកពីអតីតជាតិលំដាប់តទៅនេះអនុញ្ញាតឲ្យយើងខ្ញុំនាំអារម្មណ៍ទស្សនិកជនទាំងអស់គ្នាមកស្ដាប់និងទស្សនាបទចម្រៀងឆ្លងសម័យកាលដែលបកស្រាយដោយលោកអាឡាជីនិងព្រះនាងចេណាដូចតទៅចង់ឃើញញញឹមរាល់ថ្ងៃចង់ឃើញសប្បាយ all day ចង់ឲ្យបានជាប់ all night How you feel alright okay សង្ឃឹមថាអូនយល់ពីអារម្មណ៍បង Girl you got me single love song ចង់ឲ្យស្ដាប់បទនេះដល់លីនដងស្នេហ៍យើងភ្លើងបៃតងចង់ឃើញញញឹមរាល់ថ្ងៃចង់ឃើញសប្បាយ all day ចង់ឲ្យបានជាប់ all night How you feel alright okay សង្ឃឹមថាអូនយល់ពីអារម្មណ៍បង Girl you got me single love song ចង់ឲ្យស្ដាប់បទនេះដល់លីនដងស្នេហ៍យើងភ្លើងបៃតងឃើញជន់ណាពីពីអំប្រាប់ថាចង់បែបវាយ៉ាងខ្លាំងចាំបងបំពេញបំណងមកឲ្យគេចោលទាំងម៉ាលកាំងប្រែនូតាមមិនរិញចាំងពលឺជប់ភ្នែកបងចង់ស្វាងខ្ញុំស្ដាយចូលរបស់មកដល់ពួកយើងក៏កាន់តែមានកម្លាំងកាន់តែបងយើងឆ្លងជីវិតគូពួកយើងមកសច្ចាតស៊ូចូលដល់ម៉ាំងប៉ាមិនចាំយូរលោកមេបាព្រូសន្យាថាអូនដូចកែវនេះត្រាធ្លាប់តែជាបុរសមិនបានការពេលយល់ទៅនៃក្តីស្នេហានេះគឺជានិស្ស័យជាក្តីសុបិនថ្ងៃនេះលៀបត្រដាងពិធីមង្គលយើងស្លៀកក្បិនចាស់ទុំសងខាងតែជាគូពេង 100%អូខ្ជិលនៅពេលបានជួបព្រះនាងតូចមកដូរគំនិតដល់ចាកំរិលមានអារម្មណ៍ថាយើងទប់ស្គាល់គ្នាពីម្សិលថ្ងៃនេះបងនឹកដៃជីវ៉ាដើរទៅចូលតាស៊ីវិលផ្ទឹមក្បែរនាងចម្រៀងមន់បាយខុនចង់ដៃភ្លេងខ្មែរប្រគំជូនពកគូស្នេហ៍ថ្មីចាំងទុំដឹងលីញៀនមិនធ្វើសាស័យថ្ងៃយើងចូលរោងជ័យបងស្ននដល់ថ្ងៃស្អែកមិនចង់ឲ្យអូនភ័យខ្លាចមិនចង់ឲ្យអូនភ័យព្រួយបងគឺជាមេគ្រួសារពេលនេះមានតែអូនមួយយល់ពីទំនួលខំត្រូវព្រោះឯងបងមានប្រពន្ធហើយធ្វើការងារផ្ទះអស់កម្លាំងបងឲ្យយកស្មាបងកើយព្រាដូចជាខ្នើយជាងបំពេនោះឡងនៅពេលរាត្រីបងលើកអូនបីត្រកងជជែកពីនេះពីនោះប្រោប្រង all night long ជុំជ្រើពួកយើងគេងើពីព្រលឹមណាបងផងសន្យាថាអូនដូចកែវនេះត្រាធ្លាប់តែជាបុរសមិនបានការពេលយល់ទៅនៃក្តីស្នេហានេះគឺជានិស្ស័យជាក្តីសុបិនថ្ងៃនេះលៀបត្រដាងពិធីមង្គលយើងស្លៀកក្បិនចាស់ទុំសងខាងតែជាគូពេង 100%អូជាបុរសមិនបានការពេលយល់ទៅនៃក្តីស្នេហានេះគឺជានិស្ស័យជាក្តីសុបិនថ្ងៃនេះលៀបត្រដាងពិធីមង្គលយើងស្លៀកក្បិនចាស់ទុំសងខាងតែជាគូពេង 100%អូ
ពឹងចង់ឲ្យអូនអភ័យទៅបើពេលខ្លាំងធ្វើឲ្យខឹងក៏ទូស្គាល់ការពិតថាបងជាមនុស្សដែលរឹងតឹងស្នេហាព្រះថោងនាងនាគបានคลายជានិមិត្តរូបភក្តីភាពស្នេហ៍នៃការបង្កើតក្រុមគ្រួសារកូនចៅបន្តវងត្រកូលតមកតាំងពីបុរាណដែលសបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិខ្មែរអូនចូលនៅណាទៅបាជីវ៉ាឡងមិនដឹងត្រឹកណាពួកយើងវាហាក់ពេលលើពីការរំពឹងចង់ឲ្យអូនអភ័យទៅបើពេលខ្លាំងធ្វើឲ្យខឹងទៅស្គាល់ការពិតថាបងជាមនុស្សដែលរឹងតឹង